ថ្ងៃស្អែកអាម្នាក់នោះត្រូវបានដោះលែងហើយនេះគឺជាយន្តអគីមាសដែលលោកគ្រូបានឲ្យខ្ញុំជាមួយនឹងកម្រិតទី10របស់នាងសម្រាប់វូយីជារឿងងាយស្រួលបំផុតពេលរួចរាល់ហើយខ្ញុំនឹងរៀបចំឲ្យនាងចាក់ចេញបងប្រុសទី2ធ្វើការមិនបានស្អាតនាងកុំធ្វើឲ្យភ្លាត់ម្ដងទៀតថ្ងៃស្អែកខ្ញុំនឹងយកជីវិតរបស់វាដើម្បីបូជាដល់បងប្រុសរបស់ខ្ញុំលោកបងខាងថ្ងៃនេះសៀវយូមើលទៅស្រស់ស្អាតជាងមុនមែនទេមួយឆ្នាំហើយមើលមកតើឯងតែនៅចាំខ្ញុំទេសិស្សច្បងស៊ូនេះគឺជាក្បាច់គុណកម្ពុជាដែលលោកគ្រូបានឲ្យខ្ញុំយកមកឲ្យលោកពេលទំនេរត្រូវខំវឹកហាត់ឲ្យបានច្រើនសូមអរគុណលោកគ្រូអរគុណសិស្សច្បងជាងកន្លះឆ្នាំមុនស៊ីធូមីងឡាងបានបង្រួបធម្មពលដោយជោគជ័យជាសិស្សរបស់លោកម្ចាស់កម្ពុជាអ្នកការពារលោកគួរតែប្រយ័ត្នជាងនេះខ្ញុំមិនអាចការពារលោកគ្រប់ពេលទេមិនអីទេសិស្សច្បងខ្ញុំអាចដោះស្រាយបានចាំបន្តិចសិស្សច្បងស៊ូខ្ញុំចង់ទៅគោរពលោកពូសុនឲ្យខ្ញុំទៅផងអញ្ចឹងមកជាមួយខ្ញុំអរគុណសិស្សច្បងប្អូនស្រីឈីងម៉ាំងឈប់រងចាំទៅមកជាមួយខ្ញុំមានទ្រព្យសម្បត្តិច្រើនណាស់ខ្ញុំធានាថានាងនឹងចូលចិត្តប្អូនស្រីឈីងម៉ាំងនាងមើលទៅស្អាតណាស់សូម្បីតែពេលខឹងក្រអូបណាស់បងប្រុសពិតជាចូលចិត្តវាខ្លាំងណាស់អេវាមិនត្រូវប្អូនស្រីឈីងម៉ាំងបើនាងដេញតាមបងប្រុសតន់បើនាងចង់ធ្វើអីបងប្រុសសុខចិត្តទាំងអស់វូយីខានជួបគ្នាយូរហើយខ្ញុំដឹងហើយថានឹងអាចជួបលោកនៅទីនេះឲ្យវាមកខ្ញុំលោកទៅរើស្វាដែលកាចហើយអាក្រក់នេះមកពីណាគេគឺវូយីស៊ីធូមីងឡាងបានរងចាំគេមួយឆ្នាំហើយគេប្រកាសជាអាចរស់បានតែ3ថ្ងៃទេឯងវាតម្លៃគេខ្ពស់ពេកហើយខ្ញុំគិតថាតែមួយថ្ងៃប៉ុណ្ណោះទេកន្លះថ្ងៃពួកឯងបិទមាត់តោះទៅនៅឲ្យឆ្ងាយពីមនុស្សរំខានទាំងនេះអាល្អិតយើងខំប្រឹងអស់រយៈពេលជាងកន្លះឆ្នាំហើយយើងមិនទាន់បានប៉ាដៃរបស់ប្អូនស្រីឈីងម៉ាំងទេឯងត្រឡប់មកវិញភ្លាមក៏ចាប់ដៃគ្នាហើយឯងហ៊ានប្អូនស្រីឈីងម៉ាំងចាំមើលភាពក្លាហានរបស់បងប្រុសនេះកុំឆ្លុះវង្វេងនឹងបងប្រុសអីណាសិស្សច្បងយូគឺនៅកម្រិតថ្នាក់ទី9ឯណោះហើយក្បាច់ដាវតាចាស់ស្រវឹងជាក្បាច់គុណលំដាប់ខ្ពស់ទៀតផងតើវូយីអាចទប់ទល់យ៉ាងម៉េចតើឯងនៅតែចង់ប្រយុទ្ធលោកម្ចាស់វូទុកជីវិតខ្ញុំផងកុំសម្លាប់ខ្ញុំអីប្រសិនបើរឿងនេះកើតឡើងម្ដងទៀតកុំបន្ទោសថាខ្ញុំគ្មានមេត្តាបាទលោកម្ចាស់វូខ្ញុំមិនហ៊ានទៀតទេខ្ញុំពិតជាមិនហ៊ានទៀតទេឈប់សិនលោកម្ចាស់វូតើលោកមានការអ្វីទៀតឬយល់ហើយកុំភ័យលោកម្ចាស់វូខ្ញុំនឹងរៀបចំពួកឯងទាំងពីរនៅឈរមើលទៀតអូមែនហើយសិស្សច្បងយូពួកយើងជួយភ្លាមប្រញាប់ឡើងតើលោកបានឈានដល់កម្រិតណាហើយអាស្វាសំអុយនេះគួរឲ្យរំខានណាស់តាចាស់ខ្ញុំមកជួបលោកហើយនេះគឺជាស្រាល្អសាកភ្លក់មើលវាពិតជាខ្លាំងជាងស្រាដែលលោកបិទទោះលោកផឹកច្រើនក៏មិនស្រវឹងដែរហើយមិននិយាយផ្ដេសផ្ដាសនិយាយទ្រឹស្ដីនៅទីបំផុតត្រចៀករបស់ខ្ញុំបានស្ងប់ស្ងាត់ក្នុងរយៈពេល1ឆ្នាំចុងក្រោយនេះហាក់ដូចជាស្ងប់ស្ងាត់ពេកហើយគឺនាងខ្ញុំស្មានថាស៊ីទូមីងឡាននឹងមកផ្ទាល់កុំនិយាយច្រើនខ្ញុំនឹងយកជីវិតរបស់ហែងសម្រាប់បូជាបងប្រុសខាងចៅស្រីនាងហ៊ានមកទីនេះបង្កបញ្ហាខ្ញុំនឹងជួយលោកល្មមឲ្យខ្ញុំសាកល្បងក្បាច់គុណលំដាប់កម្ពុជារបស់ខ្ញុំដែរនាងមិនអាចឈ្នះខ្ញុំទេអណ្ដាតភ្លើងមាសឆេមេកខ្ញុំនឹងបកស្បែករបស់ហែងភ្លៀងខ្យល់ធ្លាក់ខ្លាំងអាល្អិតស្រីម្នាក់នេះប្រើតែក្បាច់សាហាវកុំឲ្យនាងមានប្រៀបឲ្យសោះនាងមានក្បាច់គុណកម្រិតខ្ពស់ទី
មិនបាននាងសុកចិត្តលះបង់ជីវិតដើម្បីស៊ីធូខា 15 ឆ្នាំមុនគាត់បានជួយជីវិតរបស់ខ្ញុំ1ឆ្នាំមុនឯងបានសម្លាប់គាត់ថ្ងៃនេះខ្ញុំនឹងបញ្ចប់ជីវិតរបស់ឯង ភាពវឹកវរប្រៀបដូចពងមាន់ធាតុទាំង5គឺទេទម្លុះមេឃត្រឡប់ទៅប្រាប់ស៊ីធូមីងឡាងខ្ញុំនឹងរងចាំគេគ្រប់ពេលវេលា សងជីវិតមកប្រយ័ត្នឈាមខៀវគំនូ3ត្រូវធ្វើយ៉ាងម៉េច ពន្លឺពណ៌បៃតងតើអាចគេផុតពីអាវុធសម្ងាត់ច្រើននិងភ្លើងនៃយន្តនេះវាមិនអាចពន្លត់បានទេ ហេអាល្អិតតើឯងចូលចិត្តលេងភ្លើងនៅពេលណាឆាប់ចេញទៅកុំឲ្យភ្លើងឆេះផ្ទះយើង យិននិងយ៉ាងបង្កើតធាតុទាំង5មេឃនិងដីត្រូវបានបំបែកជាលើកដំបូងឡុងយាត គាត់ធ្វើបានយ៉ាងដូចម្ដេចស្រាប់តែឡើងដល់កម្រិតថ្នាក់ទី8បាត់ទៅហើយ នាងមិនអាចសម្លាប់ខ្ញុំបានទេឈប់រឹងរូសទៅ មុខមនុស្សមិនដឹងបាត់ទៅទីណាតែផ្កាពេះនៅតែញញឹមក្នុងខ្យល់រដូវផ្ការែក